មានស្គូពីមួយគ្រឿងទៀតហើយដែលមានបញ្ហាខាងប្លុកកន្ទះខ្សែពៀនម៉ូតូនេះបងប្អូនម្ចាស់គាត់ជីលាន់ខ្លាំងណាស់ពេលជិះទៅលឺសូរក្រកក្រាក់ក្រកក្រាក់ត្រុក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 អាក្នុងម៉ាស៊ីនមិនសូវលាន់មកតែអាក្នុងប្រអប់ខ្សែពៀននិយាយពីលាន់ខុសគេខុសឯងចឹងទៅមើលទៅអស់គ្នាបងប្អូនថាតើវាខូចអីខ្លះយើងគួរតែដូរអីខ្លះនិងជួសជុលអីខ្លះធ្វើដោយរបៀបណាអញ្ចឹងគ្រឿងទី1នេះគឺខ្ញុំត្រូវតែពិនិត្យមើលទៅលើដុំមុខដេររបស់វាដុំមុខដេររបស់វាគឺអត់មានបញ្ហាអីទេចំណែកឯម្ញងដេរអាធំក៏អត់មានបញ្ហាដែរបងប្អូនវាអត់មានរះធ្មេញអីទេបន្ទាប់មកយើងយកឈុតចានឃ្លីចេញគឺយើងយកវាមកក្រៅសិនមកដើម្បីយើងពិនិត្យមើលថាតើឃ្លីវាសឹកឬក៏អត់ខូចលាត់វាឬក៏អត់នឹងបាញ់ស្បែកខាងក្រៅចេញសិនមកអញ្ចឹងគឺថាម៉ូតូនេះបែក Ford Cayenne ដែរគឺប្រឡាក់ប្រេងពេញហ្នឹងហើយអញ្ចឹងខ្ញុំឃើញកន្លែងខូចទៀតហើយគឺអស់ខ្សែពៀនមួយទៀតឯនេះម៉ូតូនេះបងប្អូនម្ចាស់គាត់បានប្រាប់ខ្ញុំថាម៉ូតូនេះស៊ីខ្សែពៀនខ្លាំងណាស់គឺឧស្សាហ៍ដាច់ខ្សែពៀនហើយនឹងជិះទៅទួងខ្សោយងាងមួលទៅលឺតាមម៉ាស៊ីនទេបងប្អូនបើម៉ូតូខ្សោយគេដូរតែស្បែកទេតែម៉ូតូនេះមានបញ្ហាទៅលើដាច់ខ្សែពៀនព្រោះតែចានបូលីវាគឺឡើងអត់ស្មើទេនិយាយទៅបងប្អូនពេលដែលវាឡើងគឺវាអត់ចុះវិញទេតែដល់ពេលវាចុះគឺវាចុះហើយវាគៀបតែម្ដងចំណែកឈុតចានឃ្លីរបស់វាក៏ខូចដែរគឺវាសឹកឃ្លីអស់ហើយនិយាយទៅបងប្អូនវាលន់ខ្លុកខ្លាក់តែម្ដងបងប្អូនឲ្យមើលបានមើលឃ្លីវាគឺវាស៊ីគឺវាសឹកឡើងកលាក់អស់ហើយនិយាយទៅបងប្អូនមកគ្រឿងម៉ូតូអូតូគឺមានតែចានឃ្លីនឹងហើយដែលឆាប់ខូចជាងគេមានន័យថាវាធ្វើការធ្ងន់ជាងគេហើយក៏វាងាយខូចជាងគេដែរចំណែកឯឡតរបស់វាក៏មានបញ្ហាដែរគឺវារលុងអស់ហើយវាអត់មានណែនទេវាមានអែមទេហើយតែវារលុងជាបងប្អូនក៏វាលាន់ដែរនិយាយទៅអាឡតហ្នឹងគ្មានសូមបីលឺសូមអីបានតិចហ្មងទៅតែណែនធ្វើអត់តឹងអញ្ចឹងទេដូរកវត្តចោលហ្មងទៅអញ្ចឹងសូមមកបញ្ជាក់ពីគ្រឿងបន្លាស់បន្តិចបងប្អូនម៉ូតូនេះបងប្អូនខ្ញុំបានពិភាក្សាជាមួយម្ចាស់គាត់ខ្ញុំបានលើកហេតុផលថាម៉ូតូនេះត្រូវដាក់គ្រឿងស៊ីនឬក៏គ្រឿងអាយឬគ្រឿងឡូអាស៊ីនតម្លៃប៉ុន្មានអាឡូតម្លៃប៉ុន្មានតើបងហ៊ានដាក់អាស៊ីនឬក៏អត់ចុងក្រោយគាត់ថាម៉ូតូគាត់រៀងចាស់តិចហើយដាក់គ្រឿងម៉ូមកគ្រឿងបោះថៃមកតែកុំឲ្យអន់ពេកអញ្ចឹងហើយបានតែខ្ញុំធ្វើតាមគាត់ទៅជាងដំអានេះបងប្អូនការងារច្រើនណាស់អញ្ចឹងជាងដំសុំថែមមកយប់ហើយតែក៏ជាងដំធ្វើម៉ូតូប្រើដាក់ជាក់ប្រើតែក៏ជាងដំសុំលាក់កំប៉ុងតិចឲ្យដល់ឃើញហីឲ្យបងប្អូនយើងថាជាងដំហ្នឹងថតបង្ហោះវីដេអូបង្ហាញតែកំប៉ុងស្រាពេកតែចូលឆ្នាំថ្ងៃមុននេះជាងដំលេងឈុតធំពេកលេងអាជាក់តាំងព្រឹកពេកអញ្ចឹងហើយបានជាវីដេអូជាងដំជាប់កំប៉ុងស្រាច្រើនពេកហើយបងប្អូនឃើញថងខាងក្រោយនោះអត់ចុះអាហ្នឹងគឺជាស្វាយបុកបើទេជាងដំបានត្រៀមរួចរាល់អស់ហើយរងចាំតែពេលម្ចាស់គាត់មកយកហ្នឹងឲ្យលុយជាងដំមកហ្នឹងជាងដំបានលុយដាក់ជាក់ទៀតហើយព្រោះជាងដំអានេះរៀងហត់ហេវអស់កម្លាំងខ្លាំងណាស់ធ្វើការតាំងពីព្រឹកទល់ល្ងាចគ្មានពេលសម្រាកទេគឺដើម្បីតែបានអាជាក់ពេលល្ងាចជួបបងប្អូនមេនិងកូនចៅនឹងឯងអញ្ចឹងម៉ូតូនេះបានរួចរាល់ហើយណាបងប្អូនម៉ូតូនេះគឺអត់ដល់$100ទេបងប្អូនអស់$60ជាងដោយសារគ្រឿងរបស់ថៃទេបងប្អូនអញ្ចឹងម៉ូតូនេះរួចរាល់ហើយម្ចាស់គាត់ក៏បានមកយកដែរហើយជាងដំក៏បានខត់គាត់ដាក់អាជាក់ដែរតែគាត់ថាអត់បាននៅទេដោយសារតែយកកូនតូចមកតាមមកអញ្ចឹងជាងដំឲ្យលុយដាក់អាជាក់ទៀតហើយបងប្អូនអើយ